ឱកាសរៀនពីការបង្កើតទំនាក់ទំនងជាមួយវិនិយោគិនយុទ្ធសាស្ត្រលក់ឲ្យបានផលចំណេញពិតប្រាកដនិងឱកាសឈ្នះពានរង្វាន់នៅក្នុងវិស័យ Clean Energy បានមកដល់ហើយតោះមកស្ដាប់ពីកម្មវិធីប្រចាំសប្តាហ៍នេះទាំងអស់គ្នាសម្រាប់កម្មវិធីដំបូងគឺប្រព្រឹត្តទៅនៅថ្ងៃពុធទី5ខែសីហាខាងមុខនេះចាប់ពីម៉ោង 1:30 នាទីរហូតដល់ម៉ោង 4:30 នាទីរសៀលនៅឯ AUPP Technology Center គឺជាកម្មវិធី Plug and Play Cambodia Community Series ក្រោមប្រធានបទ Empowering Innovation the Founder and Investor Nexus អ្នកទាំងអស់គ្នាអាចចូលរួមដើម្បីរៀនសូត្រពីរបៀបបង្កើតនិងរក្សាទំនាក់ទំនងល្អជាមួយនឹងវិនិយោគិនបន្ទាប់ពីទទួលបានទុនរួចហើយនិងអ្នកទាំងអស់គ្នាក៏អាចរៀនពីរបៀបគ្រប់គ្រងការរំពឹងទុករបស់ investor ដើម្បីពង្រីកធុរកិច្ចថ្មីឲ្យកាន់តែរីកចម្រើនផងដែរសម្រាប់កម្មវិធីទី2គឺប្រព្រឹត្តទៅនៅថ្ងៃប្រហ័សទី6ខែសីហាខាងមុខនេះដែលរៀបចំឡើងនៅម៉ោង 1:30 នាទីរហូតដល់ម៉ោង 5 ល្ងាចនៅឯទីស្នាក់ការកណ្ដាលនៃមជ្ឈមណ្ឌលធុរកិច្ចថ្មីដែលជាសិក្ខាសាលា Spark Mid Season 5 លើកទី 12 ក្រោមប្រធានបទ From Maybe to Money នៅក្នុងវគ្គនេះយើងនឹងមានវាគ្មិនជំនាញកញ្ញា Petra នឹងមកចែករំលែកពីរបៀបស្វែងរកអតិថិជននិងរបៀបបំផ្លាញការលក់ដំបូងឲ្យក្លាយទៅជាប្រព័ន្ធលក់ដែលមានស្តង់ដារសិក្ខាសាលានេះគឺចូលរួមដោយឥតគិតថ្លៃហើយកុំភ្លេចចុះឈ្មោះចូលរួមទាំងអស់គ្នាណាចុងក្រោយបង្អស់គឺជាកម្មវិធី Clean Energy Award ឆ្នាំ 2026 នឹងបើកទទួលពាក្យស្នើសុំនឹងការណែនាំបេក្ខភាព nomination រហូតដល់ថ្ងៃទី 9 ខែសីហាខាងមុខនេះកម្មវិធីនេះធ្វើឡើងដើម្បីជំរុញអាជីវកម្មនិងគម្រោងច្នៃប្រឌិតទាំងឡាយណាដែលកំពុងតែជួយរុញច្រានការកែប្រែថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែធ្វើការនៅក្នុងវិស័យនេះឬក៏ស្គាល់អាជីវកម្មណាដែលធ្វើការតាក់ទងទៅនឹងវិស័យ Clean Energy កុំភ្លេចដាក់ពាក្យឬក៏ nominate ពួកគាត់ទាំងអស់គ្នាណាមិនថាអ្នកទាំងអស់គ្នាចង់ស្វែងរកបន្ថែមពីរបៀបទំនាក់ទំនងជាមួយវិនិយោគិនការស្វែងរកអតិថិជនឬក៏ចង់បង្ហាញស្នាដៃផ្នែក Clean Energy ឱកាសល្អៗទាំងនេះគឺបានមកដល់ហើយសម្រាប់ព័ត៌មានបន្ថែមនិង link ចូលឈ្មោះមាននៅលើ caption. I'll see you guys for the next opportunity